ពេលដែលអ្នកលាក់ទុកភាពមិនសុខចិត្តនៅក្នុងខ្លួនវានឹងសម្ដែងឲ្យឃើញតាមរយៈទឹកមុខបើចិត្តរបស់យើងស្និទ្ធនឹងគ្នាពាក្យសម្ដីសកម្មភាពនឹងបង្ហាញចេញមកបែបធម្មជាតិជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំលើកយកប្រធានបទថ្មីមួយពីក្នុងសៀវភៅកូនសិស្សជីវិតដដែលយកមកចែករំលែកជូនបងប្អូនទាំងអស់គ្នាចំណងជើងនៃអត្ថបទនេះគឺពេលខ្លះស្ងាត់មិនប្រកាសថាល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីស្ត្រីម្នាក់បានហៅតាក់ស៊ីដើម្បីធ្វើដំណើរពីកន្លែងកំសាន្តមួយត្រឡប់ទៅផ្ទះវិញពេលទៅដល់ផ្ទះនាងឃើញនាឡិកាគីឡូបង្ហាញថាអស់$180តៃវ៉ាន់នាងក៏បានហុច$200តៃវ៉ាន់ទៅឲ្យអ្នកបើកបរតែកង់ឡានទទួលលុយហើយក៏នៅស្ងៀមជាទូទៅនៅតៃប៉េពេលហៅឡានតាក់ស៊ីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីយើងត្រូវឲ្យអ្នកបើកបរ$15តៃវ៉ាន់បន្ថែមទៀតដូច្នេះសរុបទាំងអស់$195អញ្ចឹងនាងបានរងចាំអាប់ប្រាក់$5ពីអ្នកបើកបរវិញប៉ុន្តែចាំមួយសន្ទុះអ្នកបើកបរក៏មិនបានអាប់លុយឲ្យនាងឡើយដោយខ្ជិលសូន្យសានច្រើននាងក៏បានបើកទ្វារចុះពីឡានដោយក្តីមិនពេញចិត្តហើយរអ៊ូតិចថាគ្រាន់តែលុយ$5សោះក៏ចង់បានរបស់គេដែរដល់ចូលក្នុងផ្ទះបានបន្តិចទើបគាត់នឹកឃើញថាគាត់បានឲ្យតាក់ស៊ីបើកតាមផ្លូវល្បឿនលឿនដូច្នេះគាត់ត្រូវថែមឲ្យតាក់ស៊ី$10ទៀតទើបត្រឹមត្រូវមានន័យថាគាត់ត្រូវឲ្យអ្នកបើកបរនោះ$205ដំបូងគាត់មិនសប្បាយចិត្តជាមួយតាក់ស៊ីដែលមិនព្រមអាប់លុយតែឥឡូវគាត់បែរជាមានអារម្មណ៍ស្ដាយក្រោយដែលឲ្យលុយតាក់ស៊ីខ្វះទៅវិញចំណែកឯតាក់ស៊ីបើកឡានចេញទៅក៏និយាយម្នាក់ឯងថាលុយត្រឹម$5សោះក៏គាត់ចង់បានដែររូបរាងក៏ស្រស់ស្អាតហើយមើលទៅមានជីវភាពគួរសមដែរមិនគួរសោះបែរជាយកប្រៀបមនុស្សក្រីក្ររកព្រឹកខ្វះល្ងាចដូចខ្ញុំទៅវិញនារីម្នាក់នោះក៏មិនព្រមសួរថាហេតុអ្វីបានជាមិនអាប់លុយ$5ឲ្យនាងចំណែកឯតាក់ស៊ីក៏មិនព្រមប្រាប់ថានាងឲ្យលុយខ្ញុំខ្វះ$5ពេលខ្លះភាពស្ងៀមស្ងាត់មិនបានជួយអ្វីទេតែវាបែរជាទុកឲ្យស្ថានភាពមានឱកាសបង្កើតនៅកំហុសធ្វើរឿងស្ដាយក្រោយដោយមិនដឹងខ្លួនទៅវិញយើងមានអារម្មណ៍មិនសប្បាយចិត្តដែលគេធ្វើបែបនេះដាក់យើងតែយើងមិននិយាយអ្វីឡើយហើយម្ខាងទៀតធ្វើមិនអាចដឹងបានទៅរឿងបែបនេះបានបំផ្លាញទំនាក់ទំនងក្រុមគ្រួសារបំផ្លាញមិត្តភាពបង្កើតឲ្យមានរបួសស្នាមឈឺចាប់ច្រើនណាស់ភាពអត់ធ្មត់អាចមិនមែនជារឿងដែលល្អបំផុតនោះទេបើពេលខ្លះយើងអត់ធ្មត់ទាំងដែលក្នុងចិត្តរបស់យើងពោពេញដោយភាពអន់ចិត្តកំហឹងនិងការសង្ស័យហើយយើងបែរជាមិនព្រមនិយាយពាក្យពិតចេញមកពីក្នុងចិត្តទាល់តែសោះអ្នកនឹងហើយកំពុងតែបំផ្លាញទំនាក់ទំនងមួយនេះបើម្ខាងទៀតមិនដឹងថាគាត់បានធ្វើអ្វីឲ្យអ្នកទាស់ចិត្តភាពអត់ធ្មត់របស់អ្នកបែរជាធ្វើឲ្យមនុស្សម្នាក់ទៀតមានអារម្មណ៍មិនល្អទៅវិញហើយបើមនុស្សម្នាក់នោះជាមនុស្សដែលអ្នកស្រឡាញ់ហើយស្និទ្ធស្នាលបំផុតរបួសមួយនេះនឹងបំផ្លាញទំនាក់ទំនងរបស់អ្នកខ្លាំងក្លារហូតនឹកស្មានមិនដល់មិនសួរមិននិយាយមិនអធិប្បាយគឺជាភាពអយុត្តិធម៌និងគ្មានទំនួលខុសត្រូវចំពោះខ្លួនឯងនិងអ្នកដទៃខ្ញុំសួរហើយបូកអ្នកឆ្លើយស្មើការគោរពខ្ញុំចង់និយាយបូកអ្នកចង់សួរស្មើដឹងចិត្តគ្នាខ្ញុំមិនសួរតែអ្នកចង់និយាយស្មើការទុកចិត្តខ្ញុំមិនសួរអ្នកមិននិយាយស្មើកាន់តែឃ្លាតឆ្ងាយខ្ញុំសួរហើយអ្នកមិនឆ្លើយស្មើកាន់តែអាក់អន់ចិត្តពេលដែលអ្នកលាក់ទុកភាពមិនសុខចិត្តនៅក្នុងខ្លួនវានឹងសម្ដែងឲ្យឃើញតាមរយៈទឹកបើចិត្តរបស់យើងស្និទ្ធនឹងគ្នាពាក្យសម្ដីសកម្មភាពនឹងបង្ហាញចេញមកបែបធម្មជាតិតែបើចិត្តរបស់យើងឆ្ងាយពីគ្នាពាក្យសម្ដីឬទង្វើគឺឆ្ងាយហើយសោះក៏ក្រនៅឆ្ងាយគ្នាតែចិត្តយើងស្និទ្ធល្អជាងកាយនៅចិត្តតែចិត្តនឹងបេះដូងឆ្ងាយពីគ្នាចូលចងចាំថាការអង្គុយចុះហើយនិយាយគ្នាគឺជារឿងដែលសំខាន់បំផុតភាពអត់ធ្មត់ពេលខ្លះអាចមិនមែនជារឿងដែលល្អបំផុតនោះទេខ្ញុំសូមបន្ថែមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពីលើអត្ថបទរបស់គាត់បន្តិចរាល់សកម្មភាពក៏ដូចជាហេតុការណ៍នីមួយៗសុទ្ធតែមានបង្កប់នៅផលវិជ្ជមាននិងផលអវិជ្ជមានដែលទាមទារឲ្យយើងមានបញ្ញាក្នុងការប្រើប្រាស់វាឲ្យត្រូវតាមកាលពេលខ្លះពាក្យពេចន៍ដូចគ្នាអត្ថន័យក៏ដូចគ្នាប៉ុន្តែប្រើខុសកាលវេលាគ្នាបានផលមកក៏ខុសគ្នាដែរយើងគ្រប់គ្នាតែងតែកើតមានរឿងយល់ច្រឡំដូចនៅក្នុងអត្ថបទសាច់រឿងនេះអញ្ចឹងការអត់ធ្មត់ដើម្បីឈ្នះខុសពីការអត់ធ្មត់ដោយគ្មានមូលហេតុនៅពេលដែលយើងរៀនស្វែងយល់ចាប់ផ្ដើមរៀនត្រិះរិះពិចារណាអំពីហេតុការណ៍នីមួយៗយើងនឹងចេះប្រើប្រាស់ការអត់ធ្មត់របស់យើងឲ្យត្រូវទៅតាមកាលវេលាដើម្បីសម្របខ្លួនឲ្យសមស្របជាមួយនឹងស្ថានភាពដែលយើងកំពុងតែជួបប្រទះយ៉ាងណាមិញនេះគ្រាន់តែជាមតិយោបល់ផ្ទាល់ខ្លួន
របស់ខ្ញុំប៉ុណ្ណោះបើបងប្អូនមានគំនិតផ្សេងទៀតបងប្អូនអាចចូលរួមបញ្ចេញយោបល់នៅខាងក្រោមវីដេអូនេះបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ក៏សូមជួយចុច like និងជួយចុចចែករំលែកម្នាក់មួយផងសូមជួយចុច follow page និងជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងបើបងប្អូនមិនទាន់បាន follow និង subscribe នោះទេសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះរហូតដល់ចប់